សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia ថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីការអត្ថប្រយោជន៍នៃការសន្សំមាសជាការពិតណាស់ការសន្សំមាសមានអត្ថប្រយោជន៍ជាច្រើនជាពិសេសនៅក្នុងសម័យកាលដែលសេដ្ឋកិច្ចមិនច្បាស់លាស់ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗរបស់វាជាការវិនិយោគដែលមានស្ថិរភាពរក្សាតម្លៃមាសមានសមត្ថភាពរក្សាតម្លៃរបស់វាលើយូរអង្វែងទោះបីរូបិយប័ណ្ណក្នុងស្រុកដូចជារៀលមានអតិផរណាតម្លៃមាសក៏មានទំនោររីកឡើងផងដែរដែលជួយការពារទុនរបស់អ្នកមិនឲ្យសាបរលាបតម្លៃជាគ្រឿងការពារពីអតិផរណានៅពេលដែលស្ថាប័នហិរញ្ញវត្ថុបោះពុម្ពលុយច្រើនពេកមាសធ្វើជាទ្រព្យសម្បត្តិសុវត្ថិភាពដែលតម្លៃរបស់វាមិនធ្លាក់ចុះដូចលុយសាច់ប្រាក់នោះទេភាពរឹងមាំក្នុងពេលមានវិបត្តិជំនួយសង្គ្រោះបន្ទាន់នៅពេលមានវិបត្តិសេដ្ឋកិច្ចសង្គមឬនយោបាយតម្លៃភាគហ៊ុននិងផលិតផលហិរញ្ញវត្ថុផ្សេងអាចធ្លាក់ចុះយ៉ាងខ្លាំងនៅពេលនោះមាសភាគច្រើនរក្សាតម្លៃឬឡើងថ្លៃដែលធ្វើឲ្យវាក្លាយជាទ្រព្យសម្បត្តិដែលអាចទុកចិត្តបានសុវត្ថិភាពផ្ទាល់ខ្លួនមាសជាទ្រព្យសម្បត្តិរឹងមាំអាចកាន់ដោយផ្ទាល់និងផ្ទេរបានដោយមិនចាំបាច់ពឹងផ្អែកលើប្រព័ន្ធធនាគារឬបច្ចេកវិទ្យាភាពបត់បែននិងងាយលក់ទីផ្សារទូទាំងពិភពលោកមាសត្រូវបានទទួលស្គាល់និងពាណិជ្ជកម្មគ្រប់ទីកន្លែងអ្នកអាចលក់វាបានស្ទើរគ្រប់ពេលនិងស្ទើរគ្រប់ទីកន្លែងភាពបត់បែននៃតម្លៃអ្នកអាចចាប់ផ្ដើមសន្សំជាមួយមាសដែលមានទម្ងន់តូចដូចជាកងមាសឬមាសបន្ទះដែលសមាមាត្រទៅនឹងសមត្ថភាពហិរញ្ញវត្ថុរបស់អ្នកការវិនិយោគកាត់បន្ថយហានិភ័យការដាក់ប្រាក់ទុកទាំងអស់ទៅក្នុងធនាគារឬភាគហ៊ុនគឺមានហានិភ័យខ្ពស់ការបន្ថែមមាសឲ្យទៅនៅផែនទីវិនិយោគរបស់អ្នកអាចជួយលំដាប់ហានិភ័យសរុបពីព្រោះតម្លៃមាសមិនសូវមានទំនាក់ទំនងជាមួយទ្រព្យសម្បត្តិហិរញ្ញវត្ថុផ្សេងទៀតនោះទេភាពជាក់ស្ដែងមិនអាចបន្លំបានផ្ទុយពីលុយកាក់ឬទ្រព្យសម្បត្តិឌីជីថលមាសជាវត្ថុរឹងមាំដែលអាចប៉ះពាល់បានវាមិនអាចត្រូវបានគេបន្លំឬបំភ្លេចបាត់បង់ដោយសារបច្ចេកវិទ្យាឡើយចំណុចដែលត្រូវពិចារណាទោះបីមានអត្ថប្រយោជន៍ជាច្រើនក៏ដោយក៏មានចំណុចមួយចំនួនដែលអ្នកគួរដឹងការរក្សាទុកត្រូវការកន្លែងរក្សាទុកមានសុវត្ថិភាពដូចជាធនាគារឬទូសុវត្ថិភាពដែលអាចមានការចំណាយបន្ថែមការកើនឡើងនិងធ្លាក់ចុះតម្លៃមាសក៏មានការកើនឡើងនិងចុះផងដែរទោះបីជាមានស្ថិរភាពជាងទ្រព្យសម្បត្តិផ្សេងៗក៏ដោយមិនបង្កើតប្រាក់ចំណូលបន្តមាសមិនផ្ដល់ចំណេញប្រចាំឆ្នាំដូចជាការដាក់ប្រាក់កក់ឬភាគហ៊ុនលៀនទេប្រាក់ចំណេញចម្បងរបស់វាបានមកពីការកើនឡើងនៃតម្លៃសង្ខេបការសន្សំមាសគឺជាយុទ្ធសាស្ត្រវិនិយោគដ៏ល្អសម្រាប់ការការពារទុននិងកាត់បន្ថយហានិភ័យវាមិនសមស្របសម្រាប់ការរកប្រាក់ចំណេញលឿនទេលើសពីការរំពឹងទុកនោះទេប៉ុន្តែវាជាមូលដ្ឋានគ្រឹះដ៏មាំមួនសម្រាប់គោលបំណងសន្សំរយៈពេលវែងនិងការរៀបចំហិរញ្ញវត្ថុដ៏មានសុវត្ថិភាពសូមអរគុណសម្រាប់បងប្អូនតាមដានទស្សនាតាំងពីដើមដល់ចប់បើសិនជាបងប្អូនចូលចិត្តសូមជួយចុច Subscribe ឬចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ